ងព្រៀងភ្លឹកស្មារតីគ្មានអ្វីរាំងស្ទាំងប្រឹងជំនាញប្រឹងដណ្ដើមយកជ័យតែអ្វីវាមិនដូចប្រាថ្នាខំប្រឹងយ៉ាងណាក៏នៅមានបរាជ័យទូយ៉ាងណាយើងនៅមានក្តីស្រមៃនឹងមានថ្ងៃលើកតង់ជ័យជូនកម្ពុជាចាត់ពុះពីអងអាចមិនខ្លាចអ្វីដណ្ដើមមេដាយជូនជាតិឲ្យបានទូបីមានអបសាំងក៏មិនរុញរាមិនខ្លាចចាត់អងអាចគ្រប់គ្រាយើងជាកីឡាករខ្មែរគ្រប់ត្រកកីឡាករជាកីឡាករតែជាយាមវឹកហាត់ឆ្ងាយទាំងសែនស្ងាត់គ្រប់វេលាលំបាកយ៉ាងណាក៏ពួកយើងមិនរុញរាខំប្រឹងពុំពីយកមេដាយតែអ្វីវាមិនដូចប្រាថ្នាខំប្រឹងយ៉ាងណាក៏នៅមានបរាជ័យទូយ៉ាងណាយើងនៅមានក្តីស្រមៃនឹងមានថ្ងៃលើកតង់ជ័យជូនកម្ពុជាចាត់ពុះពីអងអាចមិនខ្លាចអ្វីដណ្ដើមមេដាយជូនជាតិឲ្យបានទូបីមានអបសាំងក៏មិនរុញរាមិនខ្លាចចាត់អងអាចគ្រប់គ្រាយើងជាកីឡាករខ្មែរគ្រប់ត្រកកីឡាករខ្មែរថានៅផ្ទះមានតែទីដីនៅព្រៃមានតែមួយប៉ុន្តែគឺយើងបង្ហាត់អំមួយយើងជួយគ្នាខំប្រឹងប្រកួតឲ្យបានជោគជ័យគ្មានអ្វីដែលជារនាំងឲ្យចាប់តែគ្នាកម្ពុជាតែអ្នកដឹងទេដោយសារតែខំបង្ហាត់ខ្លាំងពេកធ្វើឲ្យសមាជិកម្នាក់ធ្លាក់ខ្លួនឈឺហើយសមាជិកដទៃទៀតនឹងសឹងតែមិនអាចបន្តការប្រកួតទៀតបានប៉ុន្តែពួកយើងនៅតែតស៊ូព្រោះតែចង់ឃើញទង់ជាតិខ្មែរអណ្ដែតលើឆាកអន្តរជាតិសង្ឃឹមថាអ្នកយល់អ្វីដែលខ្ញុំកំពុងតែនិយាយពេលឆ្នះគេថាយើងមកខ្លាំងពេលចាញ់គេថាយើងមកខ្លាអ្វីដែលយើងតស៊ូគឺយើងមកក្បត់លើម្នាក់សេកាព្យាយាមសពគ្រប់បែបយ៉ាងពេលដែលយើងចាញ់គេថាអត់បានការសង្ឃឹមទោះចាញ់ឬឈ្នះសូមអ្នកគាំទ្រដោយក្តីមេត្តាក៏លេងមើលឆាកជីវិតរឿងពិតនៃអ្នកកីឡាគាត់ជាឪពុកមកដៃទំនុកបំរុងនៅក្នុងគ្រួសារជាកូនដ៏កតញ្ញូនិងជារឿងច្បងមួយដ៏អស្ចារ្យជាផ្នែកមួយនៃសង្គមដែលប្រទេសជាតិកំពុងត្រូវការ